សួស្តីបងប្អូនអរគ្នាបងប្អូនណាខ្លះធ្លាប់មានអារម្មណ៍ថាពេលដែលចាប់ផ្ដើមអីមួយពីដំបូងណាគឺ motivation របស់យើងខ្លាំងមែនតើប៉ុន្តែពេលដែលយើងចាប់ផ្ដើមបើរយៈក្រោយមកទៅគឺស្រាប់តែ motivation ហ្នឹងគឺកាន់តែថយចុះបន្តិចម្ដងហើយថ្ងៃនេះខ្ញុំមកចែកម្លែកគន្លឹះ4យ៉ាងដែលដកស្រង់ចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទយើងគន្លឹះហ្នឹងគឺធ្វើឲ្យយើងធ្វើអីមួយដោយជាប្រចាំហើយរហូតដល់ទទួលបានលទ្ធផលល្អបើទោះបីជាមានឬក៏មិនមាន motivation ក៏ដោយបាទគន្លឹះទី1នោះតកតងទៅនឹង schedule បងប្អូនពេលណាដែលយើង set schedule ជាក់លាក់ក្នុងការធ្វើអីមួយគឺយើងនឹងដឹងថាយើងត្រូវធ្វើអីហើយងាយស្រួលយើងមិនភ្លេចអញ្ចឹងណាហើយយើងនឹងធ្វើវាជាប្រចាំនឹងតែម្ដងហើយ schedule នេះទីសោតវានឹងដឹកនាំយើងថាយើងត្រូវធ្វើអីពេញមួយថ្ងៃហ្នឹងអញ្ចឹងបងប្អូនទៅសេនៅក្នុង list មក to do list មកថាយើងត្រូវធ្វើអីឧទាហរណ៍ថាហាត់ប្រាណរៀនអីដែលថ្មីឬក៏យើងអានសៀវភៅអញ្ចឹងយើងនឹងដឹងថាត្រូវធ្វើអីបងប្អូនហើយកន្លឹះទី2ទាក់ទងទៅនឹងការដែលយើង make it easy បាទចាប់ផ្ដើមដោយភាពងាយស្រួលបាទយើងធ្វើអីក៏ដោយបើយើង start ពីដំបូងយើង start ដោយពិបាកយើង start ច្រើនពេកទៅយើងនឹង lose motivation ហើយយើងអត់ចង់ធ្វើវាទៀតទេអញ្ចឹងពេលដែលយើងចាប់ផ្ដើមអីដែលដំបូងគឺយើងចាប់ផ្ដើមពីតិចទៅហើយធ្វើវាឲ្យងាយស្រួលឧទាហរណ៍ដូចជាខ្ញុំរត់អញ្ចឹងគឺពីដំបូងខ្ញុំអត់រត់10គីឡូអីទេខ្ញុំអត់រត់ច្រើនទេប៉ុន្តែខ្ញុំរត់ចាប់ផ្ដើម1គីឡូពីតិចទៅបាទហើយជាក់ស្ដែងដូចជាការបង្កើនទម្លាប់ក្នុងការអានសៀវភៅក៏យើងចាប់ផ្ដើមពីដំបូងយើងមិនមែនទៅអានច្រើនដែរគឺយើង start ពី5ទំព័រឬក៏10ទំព័រតិចហើយដែលយើងចាប់អារម្មណ៍បាទហើយជាក់ស្ដែងអ្វីដែលយើងរៀនថ្មីបន្តទៀតមិនថាអានសៀវភៅឬក៏ exercise ទេប៉ុន្តែ start អីដែលវាតិចទៅវានឹងជួយយើងឲ្យយើងបង្កើនចំណាប់អារម្មណ៍ទៅធ្វើវានៅថ្ងៃក្រោយទៀតបាទចំណុចទី3បាទពាក់ព័ន្ធទៅនឹង focus on the process not the result ហើយខ្ញុំផ្ទាល់ពេលដែលចាប់ផ្ដើមអីពីដំបូងកាលពីមុននោះគឺយើង start ពីដំបូងគឺយើងចង់ឃើញលទ្ធផលព្រាមមួយសប្តាហ៍ពីរសប្តាហ៍យើងចង់ពេលដែលទៅហាត់ប្រាណហ្នឹងយើងចង់ឃើញសាច់ដុំយើងចង់ឃើញយើងផ្លាយភ្លាមប៉ុន្តែអ្វីដែលយើងគិតនោះគឺខុសបងប្អូនហើយពេលដែលយើងចាប់ផ្ដើមអីដែលពីដំបូងគឺយើងមិនចាំបាច់គិតទៅលើលទ្ធផលភ្លាមទេបាទដូចជាឧទាហរណ៍ដូចជាទៅហាត់ប្រាណអញ្ចឹងហាត់ប្រាណមួយសប្តាហ៍ពីរសប្តាហ៍ឬក៏មួយខែក៏មិនអាចឃើញលទ្ធផលថារាងយើងស្អាតភ្លាមដែរឬក៏សុខភាពយើងបានមកភ្លាមដែរអញ្ចឹងវាត្រូវការ consistency វាត្រូវការយើងធ្វើវារយៈពេលយូរទៀតលុះត្រាតែបានលទ្ធផលអញ្ចឹងបងប្អូនកុំគិតទៅលើរឿងលទ្ធផលប៉ុន្តែយើងគិតទៅលើសកម្មភាពឬក៏ the process របស់យើងដែលយើងត្រូវធ្វើជាប្រចាំនេះវិញបាទចំណុចទី4ចុងក្រោយគឺ remember your why បាទកន្លែងនេះសំខាន់មែនតើពេលដែលយើងចង់បោះបង់អីមួយគឺយើងត្រូវគិតថាហេតុអីបានយើងចាប់ផ្ដើមព្រោះបងប្អូនចាប់ផ្ដើមអីមួយគឺតែងតែមានហេតុផលឯងមែនអត់បាទបើទូខ្ញុំផ្ទាល់គឺពេលដែលខ្ញុំចាប់ផ្ដើមហាត់ប្រាណឬក៏ខ្ញុំចាប់ផ្ដើមអានសៀវភៅឬក៏ខ្ញុំចាប់ផ្ដើមធ្វើអីមួយគឺតែងតែមានហេតុផលបាទបងប្អូនក៏ដូចគ្នាពេលដែលចាប់ផ្ដើមអីមួយគឺតែងតែមានហេតុផលអញ្ចឹងយើងទៅកលេចមើលទៅលើហេតុផលនោះហេតុអីបើយើងចាប់ផ្ដើមវិញពេលដែលយើងចង់បោះបង់ណាចាដូចខ្ញុំផ្ទាល់ពេលណាដែលចង់បោះបង់តកតងនឹងអត់ចង់ទៅរត់ឬក៏អត់ចង់ធ្វើលំហាត់ប្រាណពេលព្រឹកគឺខ្ញុំទៅមើលលទ្ធផលហេតុផលរបស់ខ្ញុំអញ្ចឹងហេតុផលរបស់ខ្ញុំពេលដែលខ្ញុំចង់ហាត់ប្រាណបង្កើនទម្លាប់ហាត់ប្រាណពេលព្រឹកនោះគឺចង់មានសុខភាពល្អចង់មាន energy ពេញមួយថ្ងៃនៅថ្ងៃធ្វើការហ្នឹងឲ្យល្អបាទអញ្ចឹងខ្ញុំទៅមើលលទ្ធផលហ្នឹងអូខ្ញុំអត់ត្រូវឈប់ទេខ្ញុំត្រូវទៅមុខទៀតដើម្បីឲ្យខ្ញុំទទួលបានលទ្ធផលល្អឬក៏ដើម្បីឲ្យ energy របស់ខ្ញុំពេញមួយថ្ងៃហ្នឹងកាន់តែល្អអញ្ចឹងខ្ញុំអត់ត្រូវឈប់ទេអញ្ចឹងទៅមើលលទ្ធផលរបស់បងប្អូនវិញថាលទ្ធផលបងប្អូនហ្នឹងយ៉ាងម៉េចអញ្ចឹងពេលណាដែលយើងបានឃើញមើលទៅលើវាយបាទមានន័យថាហេតុផលរបស់យើងហើយគឺយើងនឹងមិនបោះបង់ទៀតទេបាទអញ្ចឹងគន្លឹះទាំង4ហ្នឹងសូមឃើញថាបងប្អូនអាចយកទៅអនុវត្តបានហើយខ្ញុំសង្ខេបឡើងវិញទី1ដែលយើងត្រូវមើលតកតងទៅនឹង schedule ហើយទី2គឺ make it easy ហើយចំណុចទី3តកតងទៅនឹង focus on the process not the result ហើយចំណុចទី4ចុងក្រោយគឺ remember your why បាទសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូនេះហើយបើបងប្អូនពេញចិត្តសូមជួយចុច subscribe
channel video ខ្ញុំអ្នកមួយផងបាទអរគុណបងប្អូនសូមជម្រាបលា